មេធំម្ចាស់ពាក្យហ៊ុនធំរបស់ Miss Universe អត់ទុកចិត្តការងាររបស់តាណាវ៉ាត់ទៀតទេគឺលោក Mario សម្រាប់ចិត្តមកប្រទេសថៃដែលខ្លួនឯងដើម្បីចាត់ការងារទាំងអស់នឹងសម្របសម្រួលដោយសារតែមានការប្រទាំងប្រទើកើតឡើងនៅក្នុងថ្ងៃនេះផ្ទាល់រវាងបបរកញ្ញាចក្រវាឡមិចស៊ីកូជាមួយនឹងខាងតាណាវ៉ាត់បើយោងទៅតាមការប្រកាសរបស់ page ផ្លូវការរបស់ Miss Universe បានបញ្ជាក់ថាលោក Mario នឹងធ្វើដំណើរមកកាន់ប្រទេសថៃផ្ទាល់តែម្ដងដើម្បីសម្របសម្រួលស្ថានភាពដោយសារតែមានការមិនស៊ីសង្វាក់គ្នារវាងបបរកញ្ញាមិចស៊ីកូជាមួយនឹងតាណាវ៉ាត់បើវីដេអូបងប្អូនបានឃើញទាំងអស់គ្នាណានៅក្នុង page ទាំងអស់បានចុះផ្សាយមិនថា TikTok មិនថា page អីផ្សេងៗទេគឺចេញផ្សាយច្រើនមែនទែនរូបភាពរបស់បបរកញ្ញាមិចស៊ីកូដែលគាត់ងើបចេញពីអង្គប្រជុំក្រោយពេលដែលតាណាវ៉ាត់សួរថាមិនបានបកាយក៏អត់ព្រមធ្វើការនេះអត់ព្រមធ្វើការនោះដោយអត់គោរពគាត់អីចឹងណាហើយដល់ពេលហើយមិចស៊ីកូថាខ្លួនឯងគឺដូចជាអត់មានបានអត់គោរពអីទេប៉ុន្តែខាងតាណាវ៉ាត់ហ្នឹងគឺធ្វើខុសអំពីគោលការណ៍របស់ Miss Universe Organization អញ្ចឹងដល់ពេលនិយាយចុះនិយាយឡើងទៅគាត់ក៏រៀងមានអារម្មណ៍ថាមានសម្ពាធគាត់និយាយទាំងយំហើយគាត់ក៏ដើរចេញពេលដែលគាត់ដើរចេញមកហ្នឹងស្រាប់តែលោកតាណាវ៉ាត់ហ្នឹងនិយាយថាចេះឈប់ stop ឲ្យឈប់ហើយឈប់ទៅបបរកញ្ញាផ្សេងទៀតក៏ខកទៅតាម Miss Universe Mexico ហ្នឹងប៉ុន្តែ Miss Universe Mexico ហ្នឹងគាត់ចេញទៅក្រៅហើយគាត់និយាយអំពីថាគាត់គឺជាស្ត្រីដែលមកប្រឡង Miss Universe ដើម្បីបង្ហាញអំពីសម្លេងរបស់ស្ត្រីហើយគាត់ក៏ត្រូវតែបង្ហាញអំពីភាពក្លាហានរបស់ស្ត្រីនិងលើកទឹកចិត្តទៅដល់មនុស្សទូទៅដែរមិនមែនមកឲ្យគេជិះជាន់មិនមែនមកឲ្យគេគំរាមមិនមែនមកឲ្យគេសកាត់ទៅលើសម្លេងរបស់ស្ត្រីចឹងឯងអញ្ចឹងសូមផ្ដាំផ្ញើទៅកាន់ស្ត្រីដែលកំពុងតែមើលនៅក្នុងវីដេអូនឹងទាំងអស់ត្រូវដឹងថានៅពេលដែលយើងជួបការជិះជាន់និងគៀបសង្កត់គឺយើងកុំអោបដៃឈរមើលហើយកុំអង្គុយឲ្យគេជិះជាន់តទៅទៀតអរគុណច្រើនហើយគាត់ក៏ត្រឡប់ចេញទៅចឹងទៅហើយងាកមកកាន់ក្នុងអង្គប្រជុំវិញពេលដែលតាណាវ៉ាត់ខ្វាត់ហ្នឹងតាណាវ៉ាត់ឡើងឲ្យគេបិទទ្វារទៀតហៅអង្គរៈអីណាមកទៀតណាចាហៅសន្តិសុខហាងអីណាមកទៀតដល់ពេលហើយគាត់ក៏ប្រាប់ថាបើស្រីដែល Miss Universe ហ្នឹងចង់បន្តការប្រកួតទៅមុខទៀតអង្គុយកន្លែងដើមវិញចូលកន្លែងដើមវិញដល់ពេលហើយគាត់សួរថាមិននៅឈរចឹងទៅអីទៀតព្រោះអ្នកផ្សេងទៀតគេអត់ព្រមអង្គុយដល់ពេលហើយគេក៏និយាយថាគេចង់ទៅហៅ Miss Universe Mexico ត្រឡប់មកវិញអីចឹងទៅ1 2 3 4 5អញ្ចឹងរឿងហ្នឹងគឺវាធ្វើឲ្យ viral មែនតើរហូតដល់លោក Mario ហ្នឹងគឺគាត់សម្រេចចិត្តធ្វើដំណើរមកកាន់ប្រទេសថៃនៅក្នុងថ្ងៃនេះហើយគាត់ថា schedule ទាំងអស់នឹងអត់មានការផ្លាស់ប្ដូរហើយការប្រកួតគឺនៅមានដដែលហើយ Miss Universe ក៏ជូនដំណឹងម្ដងទៀតដែរថាការប្រកួតគេរាប់តែពេលការប្រកួតធំ vote អីផ្សេងៗហ្នឹងអញ្ចឹងអត់មានតាម page ផ្សេងមានសិទ្ធិទៅទទួល vote ទៅអីផ្សេងទេគឺចេញតែពី page ធំដែលមានគណៈកម្មការត្រឹមត្រូវតែប៉ុណ្ណោះបងប្អូនអញ្ចឹងឃើញហ៎ទីបំផុតតាណាវ៉ាត់ត្រូវឲ្យគេបាក់មុខតបបានមែនគាត់តាំងខ្លួនឯងនឹងដូចមេកម្មវិធីនឹងទាំងតែការបាត់គាត់គ្រាន់តែដូចគេឲ្យតម្លៃទី3បន្ទាប់ពីពេលមេធំខាងលើអញ្ចឹងគាត់ធ្វើអីគាត់មានគំនិតច្នៃប្រឌិតនៅក្នុងកម្មវិធីហ្នឹងមែនក៏ប៉ុន្តែគាត់ត្រូវតែសួរទៅកាន់មេធំខាងលើដែរចង់និយាយអញ្ចឹងមិនធ្វើអីស្រេចតាមអំពើចិត្តរបស់គាត់និយាយថាបាបកម្មជុំ9មានប៉ិតមែនឃើញទេបងប្អូនប្រិមត្តចាអរគុណច្រើនកាលនេះការមានប៉ុណ្ណឹងអត់ដាក់ហូបច្រើនទេដោយសារអីគេអា TikTok 2នោះខ្ញុំផុសអីលេងកើតហើយដោយសារវាដាក់ warning អញ្ចឹងខ្ញុំមិនលេងនៅក្នុង account នេះវិញបងប្អូនប្រិមត្តនេះស្ដាប់ហើយផ្ញើនៅក្រុមមុខផលិតផលសុខភាពរបស់ ABC ផងមានបញ្ហាសុខភាពនឹកឃើញដល់កាលនេះការចង់សួរនៅអំពីបញ្ហាសុខភាពថាលើខ្ញុំភាសាស្វាំងភ្នែកខ្ញុំភ្លេចភ្លាំងច្រើនខ្ញុំជ្រុះសក់ខ្ញុំស្លេកស្លាំងខ្ញុំខ្វះគ្រាប់ឈាមក្រហមហេវឃ្លានបន្តែញ៉ាំហើយមិនដែរឆ្អែតម្ដងណានៅតែឃ្លានទៀតអញ្ចឹងគួរញ៉ាំអីតាក់តងមកកាលនេះការមកខ្ញុំណែនាំឲ្យញ៉ាំស្មៅសមុទ្ររបស់ ABC និងនៅមានផលិតផល ABC ជាច្រើនទៀតតាក់តងលេខ017 37 2000អរគុណចា៎